Ok, so giờ đây nè, ok, chẳng ngày năng nhầm mà prapi với thi nó không can tờ lang ở Windows 10 ដោយសារ Windows 11 ấyវាស្រួលតឡើងទេ Windows 10វាមានជាមួយនឹងអានេះឥឡូវអ្នកទាំងអស់គ្នាចូលមកកាន់ website Microsoft មកពួកអ្នកទាំងអស់គ្នាចូល Chrome ក៏បាន Microsoft អីក៏បានឲ្យតែវាជា browser អ្នកទាំងអស់គ្នាវាយថា Windows 10 អូខេ Windows 10អញ្ចឹងមកហើយ enter មកហើយយើងមកមើលរកពាក្យនេះអ្នកទាំងអស់គ្នាកន្លែង download Windows 10 disk នេះមកនិយាយទៅយើង download ចេញពី Microsoft មកនេះយើងចុចមកចាំបន្តិចអូខេកន្លែងនេះអ្នកទាំងអស់គ្នាចុចកន្លែង download នេះកន្លែងហ្នឹងចុចយកមកទៅវានឹងទៅ download media creation tool វាដូច Windows 11ទេអ្នកនរគ្នាព្រោះថាខ្ញុំអត់ដឹងមិនដែរវាចេញមកអញ្ចឹងណាយើងត្រូវតែ run អានឹងដើម្បី create disk វាអញ្ចឹងហើយយើងបើកវាមកនេះអ្នកនរគ្នាឥឡូវនេះដោយសារខ្ញុំបាន down មិញដែរអញ្ចឹងយើង run វាមកអ្នកនរគ្នាចុចវា2ដងមកវាចេញអញ្ចឹងមកយើងចុច yes ហើយយើងចាំវាតិចមកអូខេវាចេញឡើងហើយខ្ញុំបិទអានេះវិញនេះវា load មកអញ្ចឹងយើងចាំវា2-3នាទីសិនអ្នកនរគ្នាចាំវាសិនបន្ទាប់ពីយើងចាំ2-3នាទីហើយគឺវា load មកទម្រង់បែបនេះអញ្ចឹងយើងអត់មានវិបាកទេអ្នកនរគ្នាយើងគ្រាន់តែចុច accept នេះមកតែយើងចាំតែនិយាយទៅគឺយើងរងចាំរហូតដល់ពេលដែលវាដើរដល់កន្លែងនេះអ្នកទាំងគ្នាកុំយកលើយកកន្លែង create installation media នេះយើងចុចលើវាមកហើយបន្ទាប់មកយើងចុច next កន្លែងនេះយើង recommend នេះមកអ្នកគ្នាយើងមានប៉ះពាល់ទេចុច next ទៀតមកហើយកន្លែងនេះយើងយកជាមួយនឹង ISO file មិនមែន USB flash drive នេះណាគ្នាយកកន្លែង ISO file នេះមកតោះមកយើងចុច next ទៀតអូខេចាំតិចអូខេឥឡូវខ្ញុំដោយសារខ្ញុំបានធ្វើវាហើយមួយអញ្ចឹងខ្ញុំដាក់កន្លែងនេះខ្ញុំ rename វាខ្ញុំដាក់ថា Windows 10ចេះមកស្រួលចាំអ្នកទាំងអស់គ្នាជ្រើសរើសទីតាំងណាមួយដើម្បីដាក់បន្ទប់Windows ហ្នឹងមកហើយបន្ទាប់មកយើងចុច save មកអូខេកន្លែងនេះយើងរងចាំវារៀងយូរដែរបើកុំព្យូទ័រអ្នកនរគ្នាដើរលឿនគឺវាលឿនតែកុំព្យូទ័រខ្ញុំវាយឺតអញ្ចឹងចាំវា progress ឲ្យចប់សិនណាអ្នកនរគ្នាអូខេអ្នកទាំងអស់គ្នាបន្ទាប់ពីយើងបានចាំមួយរយៈធំនេះគឺយើងបាន file ISO Windows 10ហើយខ្ញុំទុកនៅក្នុង drive D ហើយ folder win ហើយនេះគឺជា file វាអញ្ចឹងយើងចុច finish មកយើងចាំទៀតហើយជីវិតរងចាំរហូតតែឥឡូវនេះគឺវា load បានពេញហើយអ្នកគ្នាហើយខ្ញុំទៅមើលនៅក្នុង folder ដែលខ្ញុំបានទុកហ្នឹងនេះអ្នកគ្នា Windows 10.ISO នេះអញ្ចឹងWindows ហ្នឹងគឺយើងអាចយកទៅប្រើប្រាស់បានអ្នកគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាបើមានចម្ងល់អី comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាយបាយ